បំផុតការតន្ទឹងរង់ចាំរបស់បងប្អូនក៏បានមកដល់អ្នកលេងពូថៅដៃពិឃាតធឿនធីរ៉ាបានវិលត្រឡប់ចូលសមរភូមិប្រយុទ្ធវិញហើយនៅពេលនេះដោយនៅថ្ងៃទី28មីនាឆ្នាំ2025ចុងសប្តាហ៍នេះរូបគេនឹងត្រូវលេងឈុតធំទទួលស្វាគមន៍ភ្ញៀវជើងខ្លាំងមកពីសហរដ្ឋអាមេរិកការវិលត្រឡប់មកវិញលើកនេះធីរ៉ាថាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយនឹងស្អំបេះដូងអ្នកគាំទ្រឡើងវិញដោយប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីដណ្ដើមខ្សែក្រវ៉ាត់ដេជោសន្តិភាពនៅលើទឹកដីអង្គរខេត្តសៀមរាបការវិលត្រឡប់មកវិញធឿនធីរ៉ានឹងត្រូវជួបតតាំងជាមួយនឹងកីឡាករ Mark Cruz ក្នុងការប្រកួតប្រភេទទម្ងន់73គីឡូក្រាមដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ Town រួមសហការជាមួយនឹងក្រុមហ៊ុន Gensburg Beer ដោយមានការចូលរួមពីកីឡាករលំដាប់ប្រទេសជាច្រើនទៀតមកពីស្ថាប័ន WCK របស់សហរដ្ឋអាមេរិកនាថ្ងៃសុក្រទី28មីនាឆ្នាំ2025កម្មវិធីចាប់ផ្ដើមពីម៉ោង8យប់តទៅនៅដីឡូមួយកន្លែងស្ថិតនៅមុខសន្តាគារសុខាផ្លូវ60ម៉ែត្រក្រុងសៀមរាបខេត្តសៀមរាបមុនព្រឹត្តិការណ៍ការប្រកួតចូលមកដល់អ្នកលេងពូថៅដៃធឿនធីរ៉ារបស់យើងបានបង្ហាត់ចំណាប់អារម្មណ៍របស់គេថាខ្ញុំពិតជាសោកស្ដាយចំពោះការអវត្តមានប្រកួតសំខាន់កាលពីលើកមុនក៏ប៉ុន្តែឱកាសលើកនេះខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីស្អំបេះដូងអ្នកគាំទ្រហើយខ្ញុំនឹងយកបទពិសោធន៍មេរៀនទាំងអស់នោះទៅចែករំលែកដល់កីឡាករសិស្សប្អូនជំនាន់ក្រោយហើយឲ្យពួកគេខិតខំប្រឹងប្រែងវឹកហាត់ថែរក្សាខ្លួនប្រាណសមត្ថភាពកុំបោះបង់ដើម្បីក្លាយទៅជាកីឡាករអាជីពមួយរូបនិងមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងសង្គមដូច្នេះហើយសូមបងប្អូនអ្នកគាំទ្រកុំភ្លេចចូលរួមតាមដានទស្សនាឲ្យបានច្រើនកកដើម្បីលើកទឹកចិត្តកីឡាករគុនខ្មែររបស់យើងដែលមានការប្រកួតជាច្រើនគូទៀតសុទ្ធសឹងតែជាគូជក់ចិត្តនៅក្នុងព្រឹត្តិការណ៍ប្រកួតដ៏កក្រើកនេះផងដែរហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ Town Full HD TV បន្តទៅកាន់ទំព័រ Facebook Page Town Full HD TV Town FM 102.25 និង Beer Gensburg ផងដែរ